កម្ពុជាចាប់ផ្ដើមផ្ទេរទាន់ដិតជាក្មេងទំនើងទៅលុតដំនិងកសាងសមត្ថភាពជួយសមរភូមិវិធានការលុតដំជាប្រវត្តិសាស្ត្រនិងជាចំណាត់ការក្តៅទៅលើក្រុមក្មេងស្ទាវនៅកម្ពុជាបានចាប់ផ្ដើមបើកយុទ្ធនាការអនុវត្តជាផ្លូវការហើយជាក់ស្ដែងកាលពីថ្ងៃទី21ឧសភា2026ម្សិលមិញនេះអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានចាត់ចែងផ្ទេរទាន់ដិតជាក្មេងទំនើងភេទប្រុសសរុបចំនួន790នាក់ពីបណ្ដាមណ្ឌលអប់រំកាយប្រាយនិងពន្ធនាគាររាជធានីខេត្តទៅអនុវត្តទោសបន្តនៅពន្ធនាគារនៅខេត្តពោធិ៍សាត់និងខេត្តឧត្តរមានជ័យក្បែរព្រំដែនកម្ពុជាថៃនៅក្នុងផែនការបែងចែកកម្លាំងទាន់ដិតទាំង790នាក់នោះគឺត្រូវបញ្ជូនទៅកាន់មណ្ឌលអប់រំកាយប្រាយទី4នៅខេត្តពោធិ៍សាត់ចំនួន651នាក់និងបញ្ជូនទៅកាន់ពន្ធនាគារខេត្តឧត្តរមានជ័យចំនួន139នាក់ការសម្រេចចិត្តនេះគឺធ្វើឡើងដើម្បីឆ្លើយតបនិងអនុវត្តតាមអនុសាសន៍របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីថ្ងៃទី26មេសាកន្លងទៅដោយបានតម្រូវឲ្យស្ថាប័នជំនាញពាក់ព័ន្ធរួមមានក្រសួងយុតិធម៌អគ្គបញ្ជាការដ្ឋានកងយុទ្ធពលខេមរៈភូមិន្ទនិងអគ្គស្នងការនគរបាលជាតិគិតគូររៀបចំនិងបញ្ជូនទាន់ដិតក្មេងទំនើងឲ្យទៅបម្រើការងារជួយទៅដល់កងកម្លាំងជួរមុខនៅក្នុងការធ្វើពុម្ពលេនដ្ឋាននិងការងារផ្សេងៗដែលសមស្របដើម្បីជួយទៅដល់កងទ័ពជួរមុខក៏ដូចជាកងវិស្វកម្មដែលកំពុងតែឈរជើងការពារអធិបតេយ្យភាពជាតិក្រៅពីនេះក៏មានការបណ្ដុះបណ្ដាលជំនាញកសិកម្មដូចជាការរៀនសូត្រដាំដុះបន្លែបង្ការនិងការចិញ្ចឹមសត្វដើម្បីកសាងសមត្ថភាពជំនាញផ្ទាល់ខ្លួនសម្រាប់ថ្ងៃអនាគតនិងជួយផ្គត់ផ្គង់ជីវភាពកម្លាំងជួរមុខផងដែរតាមរយៈបណ្ដាញសង្គមផ្លូវការរបស់សម្ដេចធិបតីហ៊ុនម៉ាណែតនៅព្រឹកថ្ងៃទី22ឧសភានេះឲ្យដឹងថាការផ្ទេរទាន់ដិតជាក្មេងទំនើងទាំងអស់នោះគឺធ្វើឡើងនៅក្នុងគោលបំណងបង្កើនការអប់រំកាយប្រែនិងលុតដំខ្លួនតាមរយៈការចូលរួមកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីកសាងសមត្ថភាពជំនាញផ្ទាល់ខ្លួនផងនិងដើម្បីធ្វើសកម្មភាពដែលមានប្រយោជន៍ជួយទៅដល់សមរភូមិមុខផងដែរចំណាត់ការបញ្ជូនក្រុមទាន់ដិតក្មេងទំនើងឲ្យមកជួយការងារសង្គមនិងការពារព្រំដែនបែបនេះទទួលបានការគាំទ្រពីមហាជនទូទៅពីព្រោះវាគឺជាឱកាសសម្រាប់ពួកគេនៅក្នុងការស្ដារខ្លួនកសាងមនសិការស្នេហាជាតិនិងរៀនជំនាញពិតប្រាកដយកទៅចិញ្ចឹមជីវិតនាពេលខាងមុខវិធានការនេះក៏ធ្វើឡើងស្របពេលដែលព្រឹទ្ធសភាកម្ពុជាទើបតែបានពិនិត្យនិងផ្ដល់យោបល់ឯកភាពទាំងស្រុងទៅលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធាថ្មីដែលមានចំនួន8ជំពូកនិង20មាត្រាសេចក្តីព្រាងច្បាប់នេះគឺតម្រូវឲ្យយុវជនគ្រប់រូបដែលមានអាយុចាប់ពី18ឆ្នាំទៅដល់25ឆ្នាំត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល24ខែឬ2ឆ្នាំពេញដើម្បីពង្រឹងខឿនការពារជាតិនិងបណ្ដុះស្មារតីស្នេហាជាតិខណៈដែលបុគ្គលដែលគេចវេះអាចប្រឈមទៅនឹងទោសជាប់ពន្ធនាគារពី6ខែទៅដល់5ឆ្នាំ